សោកសម័យថាអ្នកបានចំណាយពេល3ម៉ោងសរសេរកូដគ្រប់យ៉ាងដំណើរការល្អណាស់ប៉ុន្តែបន្ទាប់ពីអាប់ដេតកូដបន្តិចបច្ចេកទាំងមុខខូចឥឡូវសំណួរសួរគឺអ្នកអាចត្រឡប់ទៅ version ចាស់បានទេបើអ្នកមិនប្រើ Git ចម្លើយប្រហែលជាមិនបានប៉ុន្តែបើអ្នកប្រើ Git អ្នកអាចត្រឡប់ទៅ version ចាស់បានក្នុងប្រហែលនាទីប៉ុណ្ណោះហើយយើងនឹងរៀនពី Git គឺជាអ្វីនឹងរៀនអំពី version control គឺជាអ្វីតោះចាប់ផ្ដើមជាមួយសំណួរសាមញ្ញមួយតើ Git គឺជាអ្វី Git គឺជា tool សម្រាប់ការខេងឆេងនៅក្នុងបច្ចេកវាក៏តែអ្វីដែលបានផ្លាស់ប្ដូរនៅពេលណានិងនរណាជាអ្នកផ្លាស់ប្ដូរនិយាយឲ្យសាមញ្ញ Git គឺដូចជា history system សម្រាប់បច្ចេករបស់យើង Git មិនតាមតែកូដទេវាអាចតាមបានស្ទើរតែគ្រប់ file ដូចជា JavaScript Python image document ឬសូម្បីតែវីដេអូចំណុចដែលធ្វើឲ្យ Git ខ្លាំងគឺ version control Git អាចរក្សា version ច្រើននៃ file តែមួយឧទាហរណ៍ថាថ្ងៃនេះអ្នកសរសេរ version 1ថ្ងៃស្អែកអ្នក update version 2ប៉ុន្តែបើ version 2មានបញ្ហាឬក៏មាន bug Git អនុញ្ញាតឲ្យអ្នកត្រឡប់ទៅ version 1ភ្លាមមិនបាត់បង់អ្វីទាំងអស់នឹងហៅថាជា version control សាកគិតមើលឧទាហរណ៍មួយអ្នកកំពុងធ្វើ project សម្រាប់ client ពេញចិត្ត version ដំបូងបន្ទាប់មក client ស្នើឲ្យ update feature ថ្មីអ្នកក៏ update project ប៉ុន្តែថ្ងៃក្រោយ client និយាយថា version ចាស់ល្អជាងបើគ្មាន Git វានឹងពិបាកយក version ចាស់ត្រឡប់មកវិញប៉ុន្តែជាមួយ Git អ្នកអាច restore version ចាស់ក្នុងពេលដ៏ខ្លី Git ត្រូវបានបង្កើតឡើងដោយលោក Linus Torvalds គាត់ក៏ជាអ្នកបង្កើត Linux ផងដែរ Git ត្រូវបានប្រើដោយ developer រាប់លាននាក់ទូទាំងពិភពលោកហើយវាជា skill មួយដែល developer ត្រូវតែមានអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ពួកយើងនឹងរៀនអំពីរបៀប install Git